សួស្តីបងប្អូនអរគ្នាបាទថ្ងៃនេះខ្ញុំនឹងមកបង្ហាញនៅវីដេអូថ្មីមួយទៀតសម្រាប់បងប្អូនដែលគាត់មិនទាន់ចេះធ្វើ banner ដាក់ក្នុង YouTube សម្រាប់ទូរស័ព្ទដៃវីដេអូមុនគឺខ្ញុំបង្ហាញអំពីlogo YouTube ថ្ងៃនេះខ្ញុំនឹងធ្វើអំពី banner YouTube ហ្នឹងហើយអញ្ចឹងយើងចូលទាំងអស់គ្នាជំហានដំបូងគឺដូចគ្នាបងប្អូនចូលជ្រុំមកហើយបងប្អូន down search ពាក្យថា YouTube banner background ចឹងមកហើយបញ្ជូនមកបងប្អូនបាទហើយយើងចុចកន្លែងដូចគ្នាបងប្អូនបាទ image ដូចគ្នាបន្ទាប់មកយើងបងប្អូនមករើសរូបមួយនេះបងប្អូនឃើញទេនេះយករូបមួយហ្នឹងទៅយើងដាក់ទៅត្រូវសម្រាប់ទូរស័ព្ទបងប្អូនអញ្ចឹងគឺយើងរក្សាមកទាញយករូបភាពហ្នឹងមកបន្ទាប់មកគឺយើងចូលក្នុងកម្មវិធី Pick Ad របស់យើងបន្តទៀតបន្ទាប់ពីចូលមកវាអាចនឹងលូតពាណិជ្ជកម្មតិចតួចបងប្អូនដោយសារខ្ញុំបើកអ៊ីនធឺណិតអញ្ចឹងគឺយើងចុច Add វាមកហើយយើងរើសយករូបមិញមកបងប្អូននេះបន្ទាប់មកវាចេញបែបនេះបងប្អូនដោយសារតែវាលូតពាណិជ្ជកម្មខ្ញុំ skip វាវិញហើយអញ្ចឹងគឺយើងវាចេញបែបហ្នឹងហើយគឺយើងអូសទៅរករូបភាពមួយក៏ដូចជារូបភាពណាក៏បានដែរដែលបងប្អូនស្រឡាញ់អាចថាយើងយកទៅដាក់ banner ហើយយើងស្រឡាញ់ត្រូវការវាសម្រាប់ខ្ញុំជាការឧទាហរណ៍ខ្ញុំលើកយកពណ៌តែម្ដងទៅគឺយើងយកពណ៌នេះតែម្ដងបងប្អូនបាទដើម្បីឲ្យវាស្អាតបន្តិចពេលបងប្អូនជ្រើសយកពណ៌ហ្នឹងហើយបងប្អូនអូសវាពេញសម្រាប់រូបភាព banner របស់យើងហ្នឹងហើយបងប្អូនអូសដូច logo ដែរបងប្អូនបាទហើយបងប្អូនអាច design បានសម្រាប់ design បងប្អូនអាច design ត្រឹមតែកន្លែងនេះណាបងប្អូនណាត្រឹមតែចុងអក្សរដែលវានៅជាប់ logo ខាងក្នុងនេះហ្នឹងហើយចុងអក្សរហ្នឹងគឺយើង design វាត្រឹមហ្នឹងមកសម្រាប់ទូរស័ព្ទគឺវាឃើញពេញស្អាតសម្រាប់កុំព្យូទ័រក៏ដូចជា TV វាអាចឃើញទាំងអស់អញ្ចឹងយើងធ្វើដាក់សម្រាប់ទូរស័ព្ទគឺយើង design ប៉ុណ្ណឹងមកឬក៏បងប្អូនអាច design លើសនឹងជុំវិញនឹងក៏បានដែរពេលដែលគេមើលនៅក្នុងកុំព្យូទ័រក៏ដូចជាទូ TV គឺគេឃើញទាំងអស់ប៉ុន្តែយើងបើយើងអត់ចាំបាច់គឺយើងដាក់ត្រឹមតែអក្សរហ្នឹងក៏បានដែរពួកឯងយើងដាក់ទូរស័ព្ទទៅគឺវាត្រូវតែម្ដងអញ្ចឹងគឺយើងដាក់ឲ្យវាប៉ុណ្ណឹងសិនទៅដើម្បីយើងមើលឃើញស្រួលសម្រាប់ការធ្វើអញ្ចឹងហើយគឺបងប្អូនអាច design បានសម្រាប់បងប្អូន design ផ្សេងជាអក្សរក៏ដូចជារូបអីក៏បានដែរបងប្អូនអាចធ្វើទៅបានដាក់ទៅបានសម្រាប់បងប្អូនស្រឡាញ់ពេញចិត្តឥឡូវខ្ញុំឧទាហរណ៍ទៀតគឺខ្ញុំចូលកន្លែង logo នេះខ្ញុំអាចដាក់ប៊ូតុង subscribe ហ្នឹងហើយយើងដាក់រៀបចំវាមករៀបចំឲ្យចំតែកន្លែងនឹងក៏បានដែរពួកអីយើងដាក់ទៅគឺវាត្រូវជាមួយនឹងទូរស័ព្ទរបស់យើងតែម្ដងតោះមកយើងខ្ញុំអាចដាក់ទៀតឬក៏ជាអាចសរសេរជាអក្សរអញ្ចឹងណាបងប្អូននេះអាចដាក់ចេះក៏បានខ្ញុំអាចដាក់យើងដាក់អានេះក្រោមវិញអញ្ចឹងវានឹងរត់ទៅពីក្រោយឯងបងប្អូនបាទនេះឃើញអត់ហ្នឹងហើយអាចដាក់អញ្ចឹងក៏បានហើយបងប្អូន design ថែមទៀតមកបងប្អូនចង់សរសេរជាអក្សរបងប្អូនចង់ដាក់ជាអក្សរឬក៏តាមដែលបងប្អូនស្រឡាញ់អញ្ចឹងណាបងប្អូនអាចធ្វើតាមខ្ញុំមកហ្នឹងហើយខ្ញុំអាចដាក់ចេះបានដាក់ចេះតើខ្ញុំដាក់ប៊ូតុង subscribe អានេះគ្រាន់តែជាឧទាហរណ៍ទេតាមដែលយើងស្រឡាញ់ឬក៏យើងដាក់ឈ្មោះ channel ដាក់អីផ្សេងៗអញ្ចឹងណាបងប្អូនយើងអាចដាក់ប៊ូតុងបានច្រើនយើងអាច search មកបងប្អូនអាច search រកអីក៏បានដែរតាមអ្វីដែលបងប្អូនពេញចិត្តនេះគ្រាន់តែឧទាហរណ៍របស់ខ្ញុំទេខ្ញុំអាចដាក់ចេះបានទៀតដាក់វាមកបងប្អូនហ្នឹងហើយដាក់វាប៉ុណ្ណឹងមកឬក៏អាចធ្វើអីក៏បានតាមតែបងប្អូនអាចស្រឡាញ់អាចធ្វើទេអញ្ចឹងពេលដែលខ្ញុំធ្វើរួចគឺយើងគ្រាន់តែអូសវាឲ្យច្បាស់ដើម្បីចំពណ៌យើងវិញជិះមកហ្នឹងហើយបងប្អូនអាច save បានហើយ save រូបនឹងមកនេះគ្រាន់តែឧទាហរណ៍ទេវារៀងលឿនតិចហើយសង្ឃឹមបងប្អូនយល់ save វាមកបងប្អូនបាទបងប្អូនបន្ទាប់ពីយើង save រូបរួចរាល់ហើយបងប្អូនអាចចូល YouTube បានដើម្បីសាកមើលដើម្បីឲ្យច្បាស់ទាំងអស់គ្នាបងប្អូនខ្ញុំចូលមកហើយខ្ញុំដាក់សាកមើលហ្នឹងហើយចុចខ្មៅដៃមកហើយចុចជ្រើសរើសរូបដែលយើង save មិញមកបងប្អូននេះបងប្អូនឃើញទេគឺវាល្មមតែម្ដងសម្រាប់យើងធ្វើហើយវាអត់ពិបាកយើងខ្លាចធ្វើទៅដាក់ត្រូវឬក៏យើងមិនបាច់ចាំពិបាកកុំដាក់ដូចជាដាក់គុណ299គុណ168អញ្ចឹងដើម្បីឲ្យវាត្រូវយើងយករូបភាពមកធ្វើបែបហ្នឹងគឺវាលឿនហើយវាស្អាតហ្នឹងហើយវាពេញតែម្ដងបងឃើញទេបាទអញ្ចឹងគឺយើងរក្សាមកគឺវាជាប់ហើយតែខ្ញុំអត់ដាក់ទេនេះគ្រាន់តែឧទាហរណ៍ទេហ្នឹងហើយបងប្អូនហើយអរគុណសម្រាប់ការតាមដានហើយសង្ឃឹមថាបងប្អូនជួយចុច subscribe អ្នកមួយព្រោះខ្ញុំទើបតែបង្កើតដែរទេសម្រាប់ channel នេះហើយសង្ឃឹមថាបងប្អូនជួយលើកទឹកចិត្តដោយ subscribe ដាក់រូបកណ្ដឹងនិងទទួលបាននូវវីដេអូថ្មីបន្តទៀតផងដែរបងប្អូនបាទ
ចឹងគឺមានតែប៉ុណ្្នឹងទេបងប្អូនអរគុណជួបគ្នានៅវីដេអូក្រោយបាយបាយ